ដើម្បីយកទៅដោះគោរុញរូបហ្នឹងឡើងមកលើណាចាសិនបារីស្តាថ្មីដែលទៅជាមួយការធ្វើឡាតេណារូបហិនដែរបានបានឡើងមុំដល់យើងសល់ជាមួយតែអានផែនតែបងរកឃើញយើងធ្វើជួយចាត់ធ្វើជារូបបានតែគាត់ថាជួយចាត់ថ្មីថ្មីយើងសម្រៀងទីសិនបាទឈររៀងបាទតែរលេងវិញតែមកស្កាត់ហ្នឹងមិនមែនអាស្រ័យទៅលើម៉ានគីឡូទេយើងធ្វើជាបារីស្តាយើងត្រូវចេះមើលកម្រិតភាពម៉ត់គ្រឿងនៃម្សៅកាហ្វេបើកាលណាគ្រឿងពេកយើងបាត់ខ្លាំងមកបើកាលណាម៉ត់ពេកយើងគ្រាន់តែដាក់ទុំទៅបានហើយស្តង់ដារ espresso shot niveau នៃការធ្លាក់ដែលយើងកំណត់ថាស្តង់ដារចន្លោះពី20 second ទៅដល់30 second បើថា20 នាទីទៅ30 នាទីបើក្នុងវាជប់តែ20ក៏បែរនេះខ្ចីសម្រាប់ភ្ញៀវដែលគាត់កំងខ្ចីអញ្ចឹងក្រោម2 នាទីយកបាន18 19យកបានលើ30យកបានត្រឹម31ទេស្តង់ដាររួមចន្លោះពី20ទៅ30 stop មួយណាក៏យើងយកបានបើថាស្តង់ដាររួមដែលល្អអញ្ចឹងមកគឺ25ជាចិត្តក្បាលឆុងឬក៏គ្រប់ហេតុដើម្បីលាងម្សៅកាហ្វេដែលនៅចានៅសល់ហើយដាក់ porta filter ឬក៏ដៃឆុងចូលនឹងគ្រប់ហេតុបើថា insert porta filter into គ្រប់ហេតុនៅចន្លោះតនិចវាកាលម៉ោង9បើថាផ្លត់វាយយើងណាហើយយើង press វាទៅវិញមកយើងបើsteam van ចេញទាញមកខាងក្រោមដាក់មកស្មាយើងបាក់គូតិចចំកណ្ដាលទៅឆ្វេងទៅស្ដាំ 50%ក៏បានយើងបានបើកាលណាយើង steam ទៅលាន់យើងគ្រាន់តែឡើងលើមកបន្តិចយើងកុំធ្វើឡាតេតែយើងយកកំហាត់ទៅដោះគោធ្វើជាកាពូឈីណូមកឡាតេគឺឡាតេកាពូឈីណូគឺកាពូឈីណូពាក្យថាឡាតេបែរថា artish អាចថាយើងយកម្សៅទៅដោះគោហើយយកកំហាត់ទៅដោះគោជំរុញធ្វើជាសិល្បៈមួយដល់ពេលកាពូឈីណូយើងយកប៊ិចទៅគូបែរថា artish មួយ art មួយ artish គូដោយទឹកសេរ៉ូអីផ្សេងអូខេអញ្ចឹងយើងនឹងធ្វើឡាតេរូបក្បាលខ្មុំចេញអត់ទេកាន់ចាក់យូរហើយអូខេអញ្ចឹងសល់ប៉ុណ្នេះយើងត្រៀមទៅពីកាហ្វេយើងដួសពពុះនៅខាងលើដាក់ដៃវានៅនេះមួយអូខេដាក់ដៃវានៅខាងនេះមួយទៀតបាទតោះមកយើងដាក់កញ្ចៀកវានៅខាងលើណាបាទដាក់ចូលសុំរបស់វាមកមកកញ្ចៀកនៅខាងនេះធៀមមកជួយចាត់ថ្មីឲ្យកណ្ដាស់ជុំមុនអញ្ចឹងភ្នែកយើងគូចំមកវាមុនទាញនេះឡើងលើសិនណាជូតឡើងលើជូតតមកយកគ្រីម៉ាកាហ្វេនេះគូបាទតមកភ្នែកបាទភ្នែកទៀតបាទចេញឆ្កែបាត់ហើយអូខេយើងដាក់កញ្ចៀកវាមកចឹងអានេះយើងអត់វាឬកញ្ចក់វាអញ្ចឹងជូតអាហ្នឹងវាតែការថែលែនឲ្យលឿនតិចយើងហៅញ៉ាំប៉ុន្មានភាគរយដៃមកចេះនេះនៅសល់យើងកលែងមកហើយចាក់ចំកន្លែងនេះឲ្យវាឡើងវិញនេះចាប់ពីចិត្តតិចឡើងលើខ្ពស់ដើម្បីយកទៅដោះគោរុញរូបហ្នឹងឡើងមកលើណាចាเอาไปดอกต่างหากในบ้านทอดมือตะโหนทอดบ้องทอดไป